ការផុតអញ្ញាយុកាផុតអញ្ញាយុកាមានន័យយ៉ាងម៉េចអញ្ញាយុកានៅក្នុងន័យនេះគឺសំដៅទៅលើអញ្ញាយុកានៃបទល្មើសអញ្ចឹងអញ្ញាយុកានៃបទល្មើសគឺមានចែងនៅក្នុងមាត្រា10នៃក្រមនីតិវិធីព្រហ្មទណ្ឌបទល្មើសវាមានប្រភេទនៃបទល្មើសមានអក្រិតមជ្ឈិមរហូតអានឹងមានចែងនៅក្នុងមាត្រា46 47 48នៃក្រមព្រហ្មទណ្ឌអានោះទៅមើលក្រមព្រហ្មទណ្ឌវិញអញ្ចឹងគឺកំណត់អំពីប្រភេទនៃបទល្មើសដោយគិតទៅលើអតិបរមានៃទោសដាក់ពន្ធនាគារអញ្ចឹងឥឡូវទៅចង់យល់ថាឥឡូវមានបទអក្រិតអញ្ចឹងអក្រិតអញ្ញាយុកានៃបទល្មើសហ្នឹងចាប់ពីពេលដែលប្រព្រឹត្តហ្នឹងមានរយៈពេលប្រហែលឆ្នាំគឺរយៈពេល15ឆ្នាំរយៈពេល15ឆ្នាំហ្នឹងកាលណាផុតរយៈពេល15ឆ្នាំហ្នឹងហើយមានន័យថាតំណាងអាយកាលែងអាចចោទប្រកាន់បានហើយលែងអាចធ្វើបណ្ដឹងអាជ្ញាបានហើយបទមជ្ឈិមរយៈពេល5ឆ្នាំផុតរយៈពេល5ឆ្នាំហ្នឹងហើយតំណាងអាយកាលែងអាចចោទប្រកាន់បានហើយលែងអាចធ្វើបណ្ដឹងអាជ្ញាបានហើយបទលហុរយៈពេល1ឆ្នាំផុតរយៈពេល1ឆ្នាំហ្នឹងហើយគឺលែងអាចចោទប្រកាន់លែងអាចធ្វើបណ្ដឹងអាជ្ញាបានហើយកន្លែងនេះខ្ញុំនឹងបញ្ជាក់កន្លែងកាត់ផ្ដាច់គ្រប់កិច្ចនៃការចោទប្រកាន់ហើយនឹងកិច្ចនៃការស៊ើបសួរកន្លែងនេះខ្ញុំនឹងបញ្ជាក់បន្ថែមចំណុចបន្ទាប់អញ្ចឹងបទឧក្រិដ្ឋដែលគ្មានអាជ្ញាយុកាមិញវាមានប្រភេទបទល្មើសដែលមានអាជ្ញាយុកានៅក្នុងក្រមនីតិវិធីគឺបញ្ជាក់ច្បាស់មានតាមប្រភេទបទឧក្រិដ្ឋមជ្ឈិមរហូតហើយវាមានឧក្រិដ្ឋដែលគ្មានអាជ្ញាយុកាកំណត់ដែលឧក្រិដ្ឋហ្នឹងវាពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋបល័យពូជសាសន៍ណាដោយរបបខ្មែរក្រហម3ឆ្នាំ8ខែ20ថ្ងៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាមអីចឹងទៅហើយនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិគេមានcrime d'aggression មួយទៀតអាហ្នឹងគេហៅថាឧក្រិដ្ឋកម្មឈ្លានពានមួយទៀតប៉ុន្តែក្នុងក្របខ័ណ្ឌនៃច្បាប់របស់យើងគឺវាមាន3ហ្នឹងដែល3ហ្នឹងគឺអត់និយាយពីអាជ្ញាយុកានៃបទល្មើសទេការផុតអាជ្ញាយុកាអញ្ចឹងអាជ្ញាយុកាមិញខ្ញុំបញ្ជាក់ជូនហើយថា15ឆ្នាំចំពោះបទឧក្រិដ្ឋ5ឆ្នាំចំពោះបទមជ្ឈិម1ឆ្នាំចំពោះបទលហុហើយគិតចាប់ពីពេលណាគិតចាប់ពីពេលប្រព្រឹត្តបទល្មើសអញ្ចឹងការបរិច្ឆេទនៃការប្រព្រឹត្តបទល្មើសហ្នឹងវាមានពីពេលណាហេតុអីបាននៅក្នុងអង្គហេតុគេកំណត់ការបរិច្ឆេទអ្នកនរគ្នាមានបានចាប់ផ្លឹកកន្លែងហ្នឹងអត់មានបានគិតឬអត់កន្លែងហ្នឹងឃើញនៅក្នុងអង្គហេតុគេកំណត់ការបរិច្ឆេទហ្នឹងវាជាចំណុចជាសារវ័នមិនសុកទៅកំណត់ការបរិច្ឆេទទេណាដោយសារវាផ្សារភ្ជាប់រឿងអាជ្ញាយុកាហ្នឹងឥឡូវឧទាហរណ៍ថាលោកកគាត់បានប្រព្រឹត្តសកម្មភាពយកទ្រព្យសម្បត្តិរបស់លោកខកាលពីថ្ងៃទី1ខែ1ឆ្នាំ2025អីចឹងទៅបើយើងពិនិត្យទៅអាចនិយាយថាទឹមប្រហែលខែមុននេះឥឡូវខែ5អាចថាខ្ទង់រង្វង់4ខែ5ខែថា5ខែជាងបន្តិចហើយចុះបើនៅក្នុងអង្គហេតុហ្នឹងបានកំណត់លោកកបានដកហូតនៅទ្រព្យសម្បត្តិរបស់អ្នកដទៃដោយមានចេតនាទុច្ចរិតយកទ្រព្យសម្បត្តិនឹងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯងកាលពីថ្ងៃទី1ខែ1ឆ្នាំ2019ឥឡូវ19មកបច្ចុប្បន្នហ្នឹងឃើញតែប្រហែលឆ្នាំហើយបើពិនិត្យនឹងផ្ទៀងផ្ទាត់ទៅឃើញថាវាលើស5ឆ្នាំហ្នឹងមិនចឹងហើយប្រភេទបទល្មើសលួចនៅក្នុងមាត្រា356ទណ្ឌកម្មប្រមាណ6ខែ3ឆ្នាំពីន័យជាប្រាក់1លានទៅ6លានអា3ឆ្នាំអតិបរមានៃទោសដាក់ពន្ធនាគារផ្ទៀងផ្ទាត់ជាមួយមាត្រា47នៃក្រមព្រហ្មទណ្ឌឃើញថាវាជាប្រភេទបទល្មើសមជ្ឈិមអញ្ចឹងអាជ្ញាយុកានៃបទល្មើសតាមមាត្រា10មិញនេះនៃក្រមនីតិវិធីព្រហ្មទណ្ឌនេះគឺអាជ្ញាយុកា5ឆ្នាំមិនអញ្ចឹង
ហើយសាបសំណុំរឿងទៅប្តឹងមកតំណាងអាយកាហើយតំណាងអាយកាពិនិត្យទៅឃើញអូផុតរយៈពេល5ឆ្នាំបាត់ហើយហ្នឹងអង្គហេតុហ្នឹងឃើញឲ្យផុសតាងអីផ្សេងៗបញ្ជាក់មកឃើញថាវាបត់ល្មើសមែនពិនិត្យទៅឃើញមានអតិភិបនៃបត់ល្មើសបន្ទាប់មើលអាញាយកាផុតបាត់ឈឹងសួរចោតបានអត់ចម្លើយគឺចោតអត់បានទេតំណាងអាយកាចោតអត់បានដោយសារអីដោយសារមាត្រា7នេះកំណត់អំពីអាញាយកានៃបទល្មើសបទល្មើសក្រិត15ឆ្នាំមួយឆ្នាំ5ឆ្នាំរហូត1ឆ្នាំហើយបទមិញជាប្រភេទបទល្មើសមួយឆ្នាំចឹងអាញាយកាមានតែ5ឆ្នាំហើយដាក់ពាក្យប្តឹងម្ដងថ្ងៃនេះឃើញថាគិតពីការបរិច្ឆេទនៃការប្រព្រឹត្តបទល្មើសរហូតម្ដងថ្ងៃដាក់ពាក្យប្តឹងវាលើសពី5ឆ្នាំបាត់ហើយចឹងតំណាងអាយកាតម្កល់រឿងទុកអត់ចាត់ការឃើញទេអាហ្នឹងគេហៅរលត់នៃបណ្ដឹងអាញាវាមានបទល្មើសព្រហ្មទណ្ឌមែនប៉ុន្តែអាញាយកាត្រូវបានផុតបាត់ហើយហ្នឹងកាលណាអាញាយកាផុតបាត់ហើយមានន័យថាវាចប់ហើយវាមានអីទៅកើតមានឡើងនៃបណ្ដឹងអាញាអាយកាចោតលែងបានណាដោយសារច្បាប់ចងជើងកន្លែងហ្នឹងចឹងអាមូលហេតុនៃការតម្កល់រឿងទុកអចិន្ត្រការហ្នឹងគឺចឹងវាមានហេតុហ្នឹងចូលផងដែរគាត់ដាក់ពាក្យប្តឹងមកតំណាងអាយកាចឹងតំណាងអាយកាឥឡូវដាក់ពាក្យប្តឹងថារឿងហ្នឹងវាកើតឡើងនៅថ្ងៃទី1ខែ1ឆ្នាំ2023ណាគាត់ដាក់ពាក្យប្តឹងមកឲ្យតំណាងអាយកាគាត់នៅក្នុងរឿងហ្នឹងគាត់បំពេញកិច្ចគាត់ធ្វើកិច្ចហើយអារឿងហ្នឹងក៏រុញទៅដល់ចក្រមស៊ើបសួរបំពេញកិច្ចឬក៏ធ្វើកិច្ចណាមួយនៅក្នុងសំណុំរឿងហ្នឹងអញ្ចឹងផ្ដាច់គ្រប់កិច្ចនៃការចោទប្រកាន់ឬកិច្ចនៃការស៊ើបសួរអញ្ចឹងកន្លែងនេះសខាកម្មត្រូវតោងយល់ថាអញ្ចេះថាឲ្យតែមានកិច្ចបន្ទាប់ពីមានការដាក់ពាក្យប្តឹងនៅដំណាក់កាលចោទប្រកាន់ហើយនឹងស៊ើបសួរឬក៏ស៊ើបសួរមានន័យថាអាញាយកាចាប់ដើមរាប់ពីចំណុច0មកវិញហ្នឹងអញ្ចឹងគេលែងរាប់ចាប់ពីពេលប្រព្រឹត្តបទល្មើសហើយឥឡូវឧទាហរណ៍ថាមកដល់តំណាងអាយកាផ្លែតហើយកន្លែងមេត្រានេះចំពោះការវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌកន្លែងនេះប្រហែលជាគេវិសោធនកម្មចេញហើយកុំឲ្យពិបាកក្នុងការបកស្រាយពាក្យថាកិច្ចហ្នឹងអ្នកខ្លះគឺបកស្រាយថាទាល់តែចោទប្រកាន់ប៉ុន្តែពាក្យថាកិច្ចហ្នឹងជាសកម្មភាពណាអញ្ចឹងមិនមែនមានន័យថាទាល់តែទៅដល់ការចោទប្រកាន់នេះនៅក្នុងមេត្រា11នេះដែលកំពុងនៅធនមានបច្ចុប្បន្នហ្នឹងនៅពេលដែលមានកិច្ចបានចាប់ផ្ដើមកាត់ផ្ដាច់អាញាយការាប់ពី0ឡើងវិញមានសកម្មភាពរបស់តំណាងអាយកាឬក៏ចក្រមស៊ើបសួរប៉ុន្តែបើថាអត់ទេគឺរាប់មកដើររហូតឥឡូវឧទាហរណ៍ថាដាក់សំណុំរឿងនឹងទុកចោលនៅពេលដែលដាក់ពាក្យប្តឹងមកទុកចោលរយៈពេលនៃការប្រព្រឹត្តបទល្មើសហើយពេលដាក់ពាក្យប្តឹងគាត់ដាក់មកគឺវាអត់ទាន់ផុតអាញាយកាមិនអញ្ចឹងនៅក្នុងអាញាយកាប៉ុន្តែមកដល់តំណាងអាយកាគឺទុកចោលហ្មងអត់មានបំពេញកិច្ចណាមួយធ្វើសកម្មភាពណាមួយអញ្ចឹងអាញាយកានៅតែដើរផុត5ឆ្នាំចប់ហើយតកតងជាមួយនឹងការបញ្ចប់កិច្ចចោទប្រកាន់ឬក៏កិច្ចស៊ើបសួរនីមួយៗនាំឲ្យគិតថេរវេលាថ្មីនៃអាញាយកាអញ្ចឹងមានន័យថាការចាប់ផ្ដើមគិតឡើងវិញពីចំណុច0ឡើងវិញណា